ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពនៃការសរសេរអក្សរព្យង់បែបមូលចាអញ្ចឹងថ្ងៃនេះថ្ងៃច័ន្ទគឺត្រូវមុខវិជ្ជាអក្សរព្យង់អញ្ចឹងថ្ងៃនេះគឺខ្ញុំលើកយកពាក្យអណៃយកមកសរសេរអក្សរឆ្លាក់ទម្រង់បែបមូលអញ្ចឹងដើម្បីឆ្លាក់ទម្រង់បែបមូលគឺយើងត្រូវគូបន្ទាត់ចាអញ្ចឹងបន្ទាត់ហ្នឹងគឺយើងបែងចែកជា3មកបន្ទាត់ជួរដេកបន្តមកទៀតគឺយើងចាប់ផ្ដើមសរសេរយកតែម្ដងចាំម្ដងគឺយើងសរសេរអក្សរ O អក្សរ O នេះគឺយើងសរសេរអក្សរ 2ហើយយើងវះពោះទៅគឺយើងបានអក្សរ O មួយបន្តមកទៀតគឺយើងសរសេរស្រៈ A បន្ទាប់ពីយើងសរសេរស្រៈ A ហើយគឺយើងចាប់ផ្ដើមសរសេរអក្សរ Noពីយើងសរសេរអក្សរ N ហើយគឺយើងសរសេរអក្សរ កចុងក្រោយគេតមកយើងដាក់សក់ចារួចរាល់នេះគឺជាពាក្យអណៃតើស្អាតបានប្រមាណភាគរយដែរបងប្អូនជួយ comment តាមខាងក្រោមនេះ